មិនបានចូលចិត្តធ្វើរឿងមួយតតែល្អឥតខ្ចោះបានយើងអស់ចិត្តអ្នកណាក៏ដឹងដែរថាភាពល្អឥតខ្ចោះអាចជាចំណុចខ្លាំងប៉ុន្តែការដេញចាប់វាចូលពេកអាចក្លាយជាបន្ទុកផ្លូវចិត្តការចង់បានភាពល្អឥតខ្ចោះជារឿយៗធ្វើឲ្យមនុស្សរស់នៅជាមួយនឹងភាពថប់បារម្ភការខិតខំដេញតាមគោលដៅដែលពិបាកនឹងឈានទៅដល់ទោះបីជាសម្រេចលទ្ធផលបានក៏ដោយមនុស្សមាននិស្ស័យចង់បានភាពល្អឥតខ្ចោះតែងតែមិនពេញចិត្តនឹងសមិទ្ធផលរបស់ខ្លួនទេហើយមានសំណួរជាច្រើនដែលលេចឡើងហើយតែងតែសួរមកខ្លួនឯងថាតើវាល្អគ្រប់គ្រាន់ហើយនៅតើខ្ញុំអាចធ្វើវាល្អជាងនេះបានទេសំណួរទាំងនេះបង្កើតជាវដ្តមួយដែលគ្មានទីបញ្ចប់នៃការព្រួយបារម្ភការសោកស្ដាយនិងការដាក់បន្ទុកឬក៏ជាសម្ពាធមកលើខ្លួនឯងឥឡូវនេះខ្ញុំនឹងលើកយកគុណសម្បត្តិនិងគុណវិបត្តិមកនិយាយបន្ថែមទាក់ទងនឹងភាពល្អឥតខ្ចោះមួយនេះការខិតខំដេញតាមគោលដៅដែលពិបាកនឹងឈានទៅដល់ទោះបីជាសម្រេចលទ្ធផលបានក៏ដោយមនុស្សមាននិស្ស័យចង់បានភាពល្អឥតខ្ចោះតែងតែមិនពេញចិត្តនឹងសមិទ្ធផលរបស់ខ្លួនទេហើយមានសំណួរជាច្រើនដែលលេចឡើងហើយតែងតែសួរមកខ្លួនឯងថាតើវាល្អគ្រប់គ្រាន់ហើយនៅតើខ្ញុំអាចធ្វើវាល្អជាងនេះបានទេសំណួរទាំងនេះបង្កើតជាវដ្តមួយដែលគ្មានទីបញ្ចប់នៃការព្រួយបារម្ភការសោកស្ដាយនិងការដាក់បន្ទុកក៏ជាសម្ពាធមកលើខ្លួនឯងឥឡូវនេះខ្ញុំនឹងលើកយកគុណសម្បត្តិនិងគុណវិបត្តិមកនិយាយបន្ថែមទាក់ទងនឹងភាពល្អឥតខ្ចោះមួយនេះឥឡូវខ្ញុំចាប់ផ្ដើមពីគុណសម្បត្តិមកមុនសម្រាប់មនុស្សដែលមានទំនោរទៅលើភាពឥតខ្ចោះអាចធ្វើឲ្យយើងនឹងយកចិត្តទុកដាក់ទៅលើព័ត៌មានបានលម្អិតជាងមនុស្សទូទៅហើយមានវិន័យនិងការខិតខំប្រឹងប្រែងដើម្បីសម្រេចនៅសមិទ្ធផលបានល្អហើយភាគច្រើនមានទំនួលខុសត្រូវខ្ពស់តែងតែអភិវឌ្ឍខ្លួនជានិច្ចអានេះជាអ្វីដែលជាគុណសម្បត្តិសម្រាប់អ្នកដែលគាត់យកចិត្តទុកដាក់ទៅលើភាពល្អឥតខ្ចោះខ្ញុំនឹងលើកឡើងពីគុណវិបត្តិម្ដងចំពោះគុណវិបត្តិអាចថាមានចំណុចជាច្រើនមកបង្ហាញហើយក៏ជាចំណុចដែលយើងត្រូវរៀនសូត្របន្ថែមដែរក្នុងការកែប្រែក្នុងការផ្លាស់ប្ដូរឲ្យវាល្អប្រសើរជាងមុនខ្ញុំមានសញ្ញាទាំង8ដែលបង្ហាញថាយើងនឹងអាចក្លាយជាមនុស្សដែរមានភាពល្អឥតខ្ចោះប៉ុន្តែសញ្ញានេះមិនមែនជាសញ្ញាដែលល្អទេគឺជាសញ្ញាដែលយើងត្រូវកាត់បន្ថយឬក៏កែសម្រួលយើងចូលដល់សញ្ញាទី1គឺខ្លាចធ្វើមិនបានអញ្ចឹងជាធម្មតាយើងនឹងចូលចិត្តជៀសវាងនៅការសាកល្បងថ្មីឬក៏ការប្រថុយប្រឋានថ្មីព្រោះខ្លាចថាវាអត់ជោគជ័យឬក៏មិនអាចបំពេញនៅការរំពឹងទុករបស់ខ្លួនឯងបានសញ្ញាទី2គឺពន្យាពេលដែលគេហៅថា procrastination នោះគឺតែងតែពន្យាពេលចាប់ផ្ដើមការងារឬក៏ការសម្រេចចិត្តអីមួយព្រោះបារម្ភថាអត់អាចធ្វើឲ្យបានល្អឥតខ្ចោះអញ្ចឹងចេះតែពន្យាពេលរហូតទៅសញ្ញាទី3ផ្ដោតខ្លាំងពេកទៅលើលទ្ធផលចុងក្រោយហើយតម្លៃទៅលើចំណុចចុងក្រោយខ្លាំងជាងដំណើរការនៃការរៀនសូត្រនៅក្នុងពួយនៅពេលដែលយើងចង់ធ្វើអីមួយយើងត្រូវឆ្លងកាត់ដំណើរការហើយដំណើរការនីមួយៗវាមានការរៀនសូត្រវាមានការរីកចម្រើនអញ្ចឹងយើងប្រញាប់ទៅដល់ចុងក្រោយពេកយើងភ្លេចរៀនសូត្រនៅដំណើរការនោះអញ្ចឹងធ្វើយើងបាត់បង់ឱកាសដូចគ្នាសញ្ញាទី4គឺពិបាកបកគលការងារឲ្យអ្នកដទៃមិនថាការងារតូចឬក៏ការងារធំទេគឺពិបាកឲ្យអ្នកដទៃហ្នឹងយកទៅធ្វើជំនួសយើងព្រោះយើងគិតថាมันអាចធ្វើទៅតាមស្តង់ដាររបស់យើងបានអានេះជាសញ្ញាទី4ហើយសម្រាប់សញ្ញាទី5វិញគឺតែងតែស្វែងរកការធានាពីអ្នកជុំវិញខ្លួនឬក៏ពីអ្នកដទៃហ្នឹងគឺតែងតែសួរយោបល់ឬក៏ចង់បញ្ជាក់ចំណុចថាបង្ហាញឲ្យច្បាស់ព្រោះអីខ្វះនៅទំនុកចិត្តមួយខ្លាចថាធ្វើទៅវាខ្វះខាតនៅព័ត៌មានណាមួយអញ្ចឹងត្រូវការធានាត្រូវការសួរយោបល់ច្រើនសញ្ញាទី6រិះគន់ខ្លួនឯងខ្លាំងពេកយើងតែងតែផ្ដោតទៅលើកំហុសហើយចំណុចខ្វះខាតរបស់ខ្លួនឯងជាងទទួលស្គាល់នៅការរីកចម្រើនការសម្រេចនៅសមិទ្ធផលចំណុចទី7កំណត់ការរំពឹងទុកខ្ពស់ពេកដាក់គោលដៅឬក៏ស្តង់ដារហួសហេតុពេកដែលធ្វើឲ្យពិបាកមានអារម្មណ៍ថាពេញចិត្តទៅលើគោលដៅដែលខ្លួនឯងទទួលបានមានតែលទ្ធផលដែលខ្លួនឯងទទួលបានចំណុចទី8គឺមិនសូវយកចិត្តទុកដាក់លើខ្លួនឯងគឺលះបង់ការសម្រាករបស់ខ្លួនឯងការថែទាំខ្លួនឯងដើម្បីតែដេញតាមនៅភាពល្អឥតខ្ចោះមួយហ្នឹងអញ្ចឹងនេះហើយគឺជាសញ្ញាទាំង8ដែលបង្ហាញថា
យើងជាមនុស្សដែលចូលចិត្តភាពល្អឥតខ្ចោះតែងតែធ្វើឲ្យយើងហ្នឹងបាត់បង់នៅចំណុចសំខាន់ដែលគេតែងតែនិយាយថាល្អគ្រប់គ្រាន់ប្រសើរជារងចាំល្អឥតខ្ចោះគ្មាននរណាល្អឥតខ្ចោះទេហើយការធ្វើខុសគឺជាផ្នែកមួយនៃការរៀនសូត្រនិងការរីកចម្រើនចូលខិតខំធ្វើល្អប៉ុន្តែកុំដាក់សម្ពាធលើខ្លួនឯងរហូតដល់បាត់បង់សេចក្តីសុខផ្លូវចិត្តរបស់ខ្លួនឯងសរុបជារួមមកការរីកចម្រើនបន្តិចម្ដងគឺល្អជាងមិនហ៊ានចាប់ផ្ដើមព្រោះខ្លាចមិនល្អឥតខ្ចោះទីបញ្ចប់វីដេអូនេះមកដល់ចំណុចបញ្ចប់ហើយអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ